សួរពុកម៉ែបងប្អូនមិនដែរក្រោយពីបានមើលរូបភាព highlight ទេសភាពជុំវិញផ្ទះខ្ញុំនាព្រឹកព្រលឹមម៉ោង 6 ហើយចំចង្អៃសិលទៀតប្រហែលជាមានសំឡេងរំខានពីក្បែរហ្នឹងព្រោះនៅចិត្តនឹងមានវត្តនេះជាសកម្មភាពដែលខ្ញុំដាក់ចំណីមន់រៀងរាល់ព្រឹកហើយព្រឹកខ្លះក៏បានដាក់ព្រឹកខ្លះក៏មិនបានដាក់អញ្ចឹងណាហើយអត់មានអីច្រើនទេចំណីយើងលីបែបធម្មជាតិទេហើយមានមួយមុខដាក់មួយមុខមានពីរមុខដាក់ពីរមុខអញ្ចឹងហើយរៀងរាល់ព្រឹកខ្ញុំតែងតែដាក់ចំណីមន់មុនគេដោយសារវាចង់ឲ្យមន់នឹងបានធំធាត់តើយើងព្យាយាមដាក់ចំណីឲ្យវាដិតដល់អញ្ចឹងណាមានតិចដាក់តិចមានច្រើនដាក់ច្រើនមានបាយកកដាក់បាយកកអញ្ចឹងហើយវាចូលចិត្តស៊ីព្រឹកឡើងដែរហើយបន្ទាប់ពីចំណីហើយរហូតដល់ពេលល្ងាចបានខ្ញុំប្រឡេកវាឲ្យវាស៊ីស្មៅស៊ីតាមបែបធម្មជាតិរបស់វាទៅហើយកិច្ចការងារតិចតួចយើងចំណាយពេលរយៈពេលខ្លីត្រឹម30នាទីទៅ60នាទីហ្នឹងវាក៏រៀងយូរដែរហើយក៏វាមិនច្រើនដែរដោយសារយើងមានកិច្ចការងារទៅធ្វើបន្តទៀតយើងត្រូវឆ្លៀតពេលធ្វើវាហើយបន្ទាប់ពីខ្ញុំដាក់ចំណីមន់នេះហើយនៅចប់កិច្ចការងារពេលព្រឹកហ្នឹងខ្ញុំទៅធ្វើការបន្ទាប់ពីខ្ញុំមកធ្វើការវិញខ្ញុំអាសាបើកមើលទីធ្លាដែលវានៅហ្នឹងក៏ក្រិចអត់យើងនឹងរៀបចំបោះសម្អាតវាណាសម្រាប់កូនមន់យើងក៏មានចំណីកូនមន់ហើយឥឡូវខ្ញុំបានយកកូនមន់ទៅដាក់នៅក្នុងទ្រុងកូនមន់ធំហ្នឹងអស់ហើយអញ្ចឹងអត់សូវក្រិចឬក៏នេះទេវាមានរបៀបពោះមេខ្លះមេមន់ខ្លះវាមកនៅក្បែរផ្ទះយើងវាមករកកូនមន់ហ្នឹងវាញ៉ាយជន់ចានជន់ឆ្នាំងអញ្ចឹងហើយវិធីសាស្ត្រដែលយើងចាំមន់វាក្រុងអញ្ចឹងវាល្អបំផុតហើយការប្រឡែងវាប្រឡែងតាមពេលវេលាដែលឲ្យវាស៊ីអត់អីទេតែបើប្រឡែងរហូតវាអាចនឹងបាត់បង់ពិបាកក្នុងការគ្រប់គ្រងវាអញ្ចឹងតាក់ទងជំងឺតាក់ទងនឹងការចំនួនមន់ក៏បាត់ហើយមានសត្វពស់សត្វអីស៊ីឬក៏ឆ្កែអីវាមកខាំហ្នឹងហើយមានអីច្រើនទេបងប្អូនព្រឹកហ្នឹងមានតែរូបវីដេអូឲ្យបងប្អូនដឹងថាដាក់ចំណីមន់ពេលព្រឹកហ្នឹងជុំវិញផ្ទះខ្ញុំមានទេសភាពអីខ្លះទេហើយខ្ញុំក៏បានថតវីដេអូខ្លះដែរថតឲ្យបងប្អូនទស្សនាមើលណាហ្នឹងហើយបន្ទាប់ពីដាក់ចំណីមន់ហើយយើងទៅប្រឡែងគោជារៀងរាល់ថ្ងៃយើងធ្វើបែបហ្នឹងរហូតទោះជាថ្ងៃនេះខ្លះមិនបានធ្វើក៏អត់អីដែរវាអាចមួយថ្ងៃពីរអញ្ចឹងពីព្រោះយើងរវល់ការងារផ្សេងអញ្ចឹងបន្ទាប់ពីចំណីមន់យើងប្រឡែងគោចងគោឲ្យវាស៊ីស្មៅចិត្តផ្ទះហើយបើមានស្មៅដាំខ្លួនឯងចេះក្នុងមួយថ្ងៃខ្ញុំកាប់ឲ្យវាស៊ីម្ដងឥឡូវស្មៅស៊ីអស់ហើយដាំអត់តាន់អញ្ចឹងមានតែខ្វៀលវាស៊ីស្មៅផ្សេងនៅក្បែរលបងហ្នឹងហើយបងប្អូនថ្ងៃហ្នឹងមានតែប៉ុណ្្នឹងហើយក៏អរគុណដល់បងប្អូនដែលតាមដានវីដេអូខ្ញុំទាំងអស់មកហ្នឹងទាំងអ្នក like ទាំងអ្នក add friend មកថ្មីក៏អរគុណច្រើនដើម្បីលើកទឹកចិត្តក្នុងការធ្វើវីដេអូជា content ជាអីសម្រាប់ឲ្យខ្ញុំមានទឹកចិត្តធ្វើបន្តទៀតដើម្បីទទួលបានគោលដៅដែលខ្ញុំធ្លាប់ដាក់ហ្នឹងគឺឲ្យ YouTube ឬក៏ឲ្យ Facebook ហ្នឹងអាចឲ្យខ្ញុំរកចំណូលបានក្រៅផងហើយជាក្តីស្រឡាញ់ដែលខ្ញុំធ្លាប់គិតទុកតាំងពីទូចមកផងហើយហ្នឹងហើយបើសិនជាវីដេអូខ្ញុំមានចំណុចណាមិនល្អឬក៏មានចំណុចខ្វះខាតតាក់ទងនឹងការចេញសម្លេងតាក់ទងនឹងវីដេអូមានគុណភាពអាច comment ប្រាប់បានបន្ថែមដើម្បីខ្ញុំយកចំណុចខ្វះខាតរបស់ខ្ញុំយកទៅកែគុណឬក៏សួរអ្នកផ្សេងដើម្បីខ្ញុំអភិវឌ្ឍខ្លួនទៅមុខទៀតណាអរគុណជម្រាបលា